តោះឥឡូវហ្នឹងយើងមកមើល solar ទាំងអស់គ្នា solar យើង36W យើងការវាមកប្រើ 12W យើងគូកាយយ៉ាងម៉េចឥឡូវទីទៀតនឹងបង្ហាញឲ្យមើលទាំងអស់គ្នាវគ្គទី1យើងមើលកន្លែងគូរូប4ជ្រុងនេះយើងខាងក្រោមនៃផ្ទាំងរបស់យើងណាឥឡូវនេះវគ្គទី2យើងមើលកន្លែងគូនេះយើងឲ្យក្បាលមាត់របស់យើងយកមកកោសលើនឹងមកឲ្យចេញស្នាមលួសរបស់វាអញ្ចឹងណាឥឡូវយើងមកមើលវគ្គទី3យើងមើលធ្វើម៉េចឲ្យសរសៃលួសរបស់យើងឲ្យនៅចំពីលើហើយយើងត្រូវផ្ដាច់ខ្សែលួសហ្នឹងអញ្ចឹងណាឥឡូវតោះមកមើលវាផ្ដាច់តោះគ្នាឥឡូវយើងបានផ្ដាច់អស់ហើយយើងតិចទៀតនឹងបង្ហាញពីការតតែតត្រូវតយ៉ាងម៉េចដើម្បីឲ្យយើងបានភ្លើងយកមកប្រើអញ្ចឹងណាសំខាន់យើងផ្ដាច់ត្រូវមើលពីលើផ្ទាំងវិញតើយើងផ្ដាច់ហ្នឹងត្រូវអត់យកតែផ្ដាច់ខុសតឬអត់ត្រូវហើយតោះឥឡូវយើងមើលវាតយើងតហើយអស់ហើយបុកដកឥឡូវយើងយកខ្សែបុកដកយកមកដាក់ឲ្យត្រូវបុកដករបស់វាអញ្ចឹងយើងមានកន្លែងយើងមើលរបស់វាអញ្ចឹងណាឥឡូវយើងបានផ្សារជាប់អស់ហើយយើងមកមើលរបស់វាថាត្រូវខុសខាងបុកនិងខាងដករបស់វាឥឡូវដល់វគ្គតទាំងអស់គ្នាឥឡូវដល់វគ្គចប់គឺយើងមកតេស្តមើលវត្តរបស់វាឥឡូវយើងធ្វើតាមខ្ញុំនឹងមកកន្លែងហ្នឹងគួរធ្វើយ៉ាងម៉េចយើងគូបអាយើងដកចេញទៅគុំប្រើអាយោតពីគ្រាប់នឹងអីស្ទះកលឹះរបស់វាគឺមានកន្លែងកោះទេយើងដកវាចេញអញ្ចឹងមកដល់ពេលយើងអាចប្រើភ្លើងបានហ្នឹង